បាទយើងខ្ញុំពីអ្នកសូមអនុញ្ញាតគោរពនឹងជំរាបសួរដល់ប្រិយមិត្តទូទាំងជនអស់ខ្ញុំបាទកក្កដារួមជាមួយនឹងនាងខ្ញុំហងម៉ារីណាបាទថ្ងៃនេះគឺជាមានផលិតផលដ៏ថ្មីស្រឡាងមួយគឺមានតម្លៃបំផុតសម្រាប់សុខភាពរបស់លោកអ្នកហើយក៏អាចចម្អិនជាម្ហូបអាហារបានផងដែរនោះគឺ Jensen ចាហើយគេឲ្យឈ្មោះថា Jensen គឺជាវត្ថុដែលមានតម្លៃបំផុតសម្រាប់សុខភាពរបស់យើងទាំងអស់គ្នាហើយចាស់ពីដើមគាត់តែនិយាយថា Jensen គឺជាឱសថទឹកមួយប្រភេទហើយ Jensen ក៏អាចប្រឆាំងនឹងជំងឺផ្សេងជាច្រើនផងដែរដូចជាជំងឺថ្លើមប្រមាត់ក្រពះពោះវៀនខ្សោយបេះដូងឈឺសន្លាក់ដៃជើងអ្នកឧស្សាហ៍ចុករយសារពាង្គកាយស្រោខាងភ្នែកហើយជាពិសេសនោះគឺអ្នកដែលណាឧស្សាហ៍ភ័យខ្លាចបាទឧស្សាហ៍ភ័យខ្លាចក៏ដូចជាក្អកក្អួតហឺតខ្សោយបេះដូងជាដើមខ្សោយប្រព័ន្ធការចងចាំបង្កើតសមត្ថភាពផ្លូវភេទជួយបង្ការជំងឺមហារីកនិងបង្កើនប្រព័ន្ធការពារសារពាង្គកាយដែលមេរោគផ្សេងៗអាចជៀបជាប់ធ្វើស្បែកយើងសថ្លាស្អាតក្មេងជាងវ័យ Jensen អាចព្យាបាលជំងឺជាបានជាច្រើនប្រភេទផងដែរអញ្ចឹងហើយបើគេចាត់ទុកថា Jensen ជាឱសថទេវតាចាទស្សនិកជន Jensen ដែលមានសមត្ថភាពព្យាបាលបានល្អបំផុតនោះគឺជា Jensen ដែលមានអាយុកាល6ឆ្នាំបាទក្នុង Jensen គឺមានសារជាតិសាប៉ូនីនដែលគេបានដឹងថាជាសារធាតុដែលជួយបង្កើននូវអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ Jensen ផងដែរហើយ Jensen គឺមានសារធាតុនេះកាន់តែច្រើនគឺកាន់តែល្អមែនទែនដូច្នេះហើយ Jensen ដែលល្អបំផុតនេះគឺជា Jensen របស់ប្រទេសកូរ៉េដែលមានឈ្មោះវិទ្យាសាស្ត្រថា Planet Ginseng CA Meyer បោះនៅឆ្នាំទី6ទស្សនិកជនយើងកុំគិតថាឥឡូវនេះគឺយើងអត់មានជំងឺប្រចាំកាយដូច្នេះហើយយើងអាចចាំបាច់ប្រើប្រាស់ឱសថឬក៏ថ្នាំអ្វីនោះទេក៏ប៉ុន្តែយ៉ាងណាក៏ដោយយើងត្រូវតែថែសុខភាពរបស់យើងឲ្យបានជាប្រចាំព្រោះថាថ្ងៃក្រោយយើងអត់ដឹងថាយើងមានជំងឺអ្វីទេមិនថាអញ្ចឹងហ៎ដូច្នេះហើយយើងគួរតែថែរក្សាសុខភាពរបស់យើងពីឥឡូវនេះទៅនិងសម្រាប់ថ្ងៃក្រោយផងដែរ Jensen មិនត្រឹមតែជាឱសថព្យាបាលតែប៉ុណ្ណោះទេ Jensen ក៏អាចធ្វើជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់ក្រុមគ្រួសារលោកផងដែរចាទស្សនិកជនឥឡូវនេះសូមធ្វើការទស្សនាជាមួយនឹងការធ្វើម្ហូបទាំងអស់គ្នាបាទទស្សនិកជនជាទីមេត្រីពេលនេះខ្ញុំបាទក៏សូមធ្វើទឹកកន្លុក Jensen ជាមួយដោះគោផងដែរហើយគឺយើងនឹងជាមួយទឹកពុំផងដែរបាទមុននឹងធ្វើទឹកកន្លុកហ្នឹងគឺយើងហាន់ជាចំណិតតូចបាទខ្ញុំបាទសូមដាក់ចូលចាឥឡូវនេះយើងកំពុងតែដាក់ចូលហើយបន្ទាប់មកគឺយើងដាក់ទឹកខ្មុំចាអូខេឥឡូវនេះយើងដាក់រួចរាល់ហើយបាទហើយជាបន្តនេះគឺជាទឹកដោះគោបាទពេលនេះកញ្ញាគឺរួចរាល់ហើយយើងចាប់តែម្ដងបាទតែគួរទៅនងឲ្យញ៉ាំមែនតើបាទឥឡូវនេះខ្ញុំបាទសូមគ្រប់មុនណាដូចថាដូចជាទៅណាអូខេវ៉ាវពិតជាឆ្ងាញ់មែនតើឆ្ងាញ់ណាស់ចាអូហូយបាទនេះគឺជា Jensen របស់ប្រទេសកូរ៉េពិតជាមានរសជាតិឆ្ងាញ់តែម្ដងចាទស្សនិកជនពិតជាឆ្ងាញ់មែនតើហើយល្អសម្រាប់សុខភាពជាងទៀតផងបាទខ្ញុំបាទក៏សូមបញ្ជាក់ផងដែរថាបើសិនជាទស្សនិកជនអរគ្នាពិសាមុនពេលព្រឹកមុនទៅធ្វើការនោះចាពិសាតែមួយកែវទេគឺពេលដែលយើងពិសាហើយមានកម្លាំងមកមួក្នុងការធ្វើការគឺថា perfect តែម្ដងបាទខ្ញុំបាទ12អ្នកពេលនេះសូមបង្ហាញជូនម្ហូបទី2គឺ Jensen ទឹកឃ្មុំញ៉ាំជាមួយនឹងស្រាក្រហមចាយើងគ្រាន់តែចាត់ Jensen ជាបន្ទះតូចដាក់នៅលើចានសមល្មមដែលយើងអាចញ៉ាំបានហើយយើងយកចាស់ទឹកឃ្មុំចាក់ពីលើចាតំណងមែនតែនមើលទៅគួរឲ្យចង់ញ៉ាំមែនតើនេះទស្សនិកជនពិតជាឆ្ងាញ់មែនតើតែឥឡូវយើងញ៉ាំជាមួយនឹងស្រាក្រហមបាទចាទស្សនិកជនពិតជាឆ្ងាញ់មែនហើយទស្សនិកជនពេលដែលធ្វើការអស់កម្លាំងពេញមួយថ្ងៃទៅពេលដែលយើងហូបជាមួយនឹង Jensen រោយជាមួយនឹងទឹកឃ្មុំហើយជាមួយនឹងស្រានេះគាត់ទៅរមបន្តិចមែនតែនហើយពិតជាអស្ចារ្យខ្លាំងណាស់ចាបាទទស្សនិកជនជាទីមេត្រីនេះគឺជា Jensen ត្រាំស្រាក៏វិធីធ្វើគឺងាយស្រួលតែម្ដងកញ្ញាបាទគឺយើងដំបូងគឺយើងគ្រាន់តែយក Jensen របស់យើងជាមួយ Jensen របស់យើងបាទដាក់ចូលក្នុងកឡបាទតាមបរិមាណដែលយើងធ្វើបានហើយគឺយើងមិនបន្ទាប់មកគឺយើងត្រូវដាក់ស្រាបាទស្រានេះផងដែរគឺខ្ញុំបានសូមបញ្ជាក់ផងដែរថាគឺតោះតែមានកម្រិតពី25អង្សាស្អីឡើងទៅទើបអាចរក្សា Jensen នេះបានយូរអង្វែងខ្ញុំបាទបិទតម្រូវចិត្តតែម្ដងយើងញ៉ាំស្រា Jensen នេះហើយគឺថាសុខភាពយើងគឺល្អតែម្ដងចាជាការពិតណាស់ចាហើយស្រាដែលត្រាំជាមួយនឹង Jensen គឺយ៉ាងហោចណាស់គឺយើងទុករយៈពេល6ខែដែរចាហើយស្រាដែលត្រាំជាមួយនឹង Jensen ទៀតសោតនៅពេលដែលយើងទុករយៈពេលយូរគុណភាពរឹតតែល្អចាបាទទស្សនិកជនជាទីមេត្រីនេះគឺជាគ្រឿងផ្សំនៃការធ្វើស៊ុបមាន់ Jensen បំផុតយើងត្រូវដាក់អង្ករដំណើបនេះដាក់ចូលក្នុងមាន់ដើម្បីធ្វើឲ្យមាន់មានរសជាតិឆ្ងាញ់តែម្ដងបាទបន្តមកខ្ញុំបាទសូមដាក់មាន់ចូលក្នុងឆ្នាំតែម្ដងបាទ
ហើយគ្រឿងផ្សំរបស់ស៊ុបមាន់យិនសិននេះមានដូចជាយិនសិនពត្រាខ្ទឹមសគល់ខ្ទឹមម្ទេសជាមួយនឹងខ្ញីបាទខ្ញុំបាទក៏សម្រាប់យិនសិនមុនគេតែម្ដងរួចរាល់ហើយបាទបើខ្ញុំបានស៊ុបមួយកម្រោហើយគេសូមបើកចាឥឡូវនេះនាងខ្ញុំនឹងធ្វើការចាគឺចំអិនជាមួយនឹងស៊ុបមាន់ខ្មៅជាមួយនឹងយិនសិនវិញម្ដងស៊ុបមាន់ខ្មៅអូឆ្ងាញ់ឥឡូវនាងខ្ញុំដាក់ចាគឺមាន់ខ្មៅចូលទៅក្នុងឆ្នាំងបាទចាហើយដាក់យិនសិនចូលចាសាច់យ៉ាងផុយបាទចាមិនហើយបើថាបាក់ភ្លក់ទេខ្ញុំភ្លក់ឲ្យក៏បានដែរវ៉ាវទស្សនិកជនពិតជាអស្ចារ្យមែនទែនរសជាតិគឺឆ្ងាញ់ហើយរសជាតិហ្នឹងគឺខុសប្លែកពីស៊ុបធម្មតាបាទបើថាយើងបើសិនយើងស៊ុបធម្មតាគឺយើងមានអារម្មណ៍ថាផ្អែមជាមួយសាច់មាន់ដូចស៊ុបទេប៉ុន្តែមានអារម្មណ៍ថាពេលដែលយើងដាក់យិនសិនរបស់ប្រទេសកូរ៉េនេះហើយមានថាដល់សាច់មាន់ដូចជាទឹកស៊ុបមានអារម្មណ៍ផ្អែមឆ្ងាញ់តែម្ដងបាទបាទទាំងថែរក្សានិងព្យាបាលហើយលោកអ្នកក៏មានម្ហូបដ៏ឈ្ងុយឆ្ងាញ់ពិសាផងដែរនោះលោកអ្នកអាចទំនាក់ទំនងមកក្រុមហ៊ុន Hana TV Shopping បានតាមរយៈទូរស័ព្ទលេខ0238844និង22លោកអ្នកនឹងទទួលបានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានដែលឥតគិតថ្លៃខណៈពេលនេះខ្ញុំបាទកាត់កដារួមជាមួយនឹងនាងខ្ញុំហងម៉ារីណាសូមអរគុណសូមគោរពលាបាយបាយផលិតផលយិនសិន6ឆ្នាំរបស់ប្រទេសកូរ៉េយិនសិននាំមកនៅអត្ថប្រយោជន៍យ៉ាងអស្ចារ្យសម្រាប់សុខភាពជួយសម្រួលទៅដល់ចលនាឈាមប្រឆាំងទៅនឹងជំងឺ stress បង្កើនការចងចាំសម្រាប់អ្នកដែលគេងមិនលក់ឬក៏ឈឺក្បាលជួយព្យាបាលជំងឺបានជាច្រើនដូចជាជំងឺថ្លើមប្រមាត់ក្រពះពោះវៀនខ្សោយបេះដូងជំងឺស្លាក់ដៃជើងចុករោយសារពាង្គកាយស្វាំងភ្នែកអ្នកដែលឧស្សាហ៍ភ័យក្អកក្អួតហត់ចុកខ្សោយប្រព័ន្ធចងចាំបង្កើនសមត្ថភាពផ្លូវភេទបង្កើនប្រព័ន្ធការពារសារពាង្គកាយជួយបង្ការជំងឺមហារីកនិងបង្កើនប្រព័ន្ធការពារប្រឆាំងទៅនឹងជំងឺផ្សេងៗជួយទៅដល់គ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយជាពិសេសជួយឲ្យស្បែករបស់អស់លោកអ្នកកាន់តែស្រស់ស្អាតនិងក្មេងជាងវ័យអ្នកដែលប្រើយិនសិនយូរអាចនឹងកើនអាយុទៀតផងយិនសិនគឺជាកាដូដ៏ពិសេសនិងមានន័យបំផុតសម្រាប់ក្រុមគ្រួសារនិងអ្នកដែលជិតស្និទ្ធយិនសិនស្រស់អាយុ6ឆ្នាំ1គីឡូតម្លៃ$186កន្លះគីឡូតម្លៃត្រឹមតែ$97តែប៉ុណ្ណោះទំនាក់ទំនងតាមទូរស័ព្ទលេខ0238844និង22សេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានដោយឥតគិតថ្លៃ